បើសិនរាជរដ្ឋាភិបាលមានឆន្ទៈឲ្យចង់សាររើព្រំដែនទឹកជាមួយប្រទេសជិតខាងតើប្រទេសកម្ពុជាយើងមានយន្តការឬត្រូវប្រើប្រាស់ច្បាប់អន្តរជាតិអ្វីខ្លះសម្រាប់ស្រាយបញ្ហាព្រំដែនចម្លើយទី1ចម្លើយទី1គឺចម្លើយទី1គឺរាជរដ្ឋាភិបាលត្រូវប្រកាសលុបចោលនៅកិច្ចព្រមព្រៀងជាមួយបរទេសណាដែលផ្ទុយពីផលប្រយោជន៍របស់ខ្លួនត្រូវលុបចោលឧទាហរណ៍លុបចោលមួយនេះអានេះចុះហត្ថលេខាដោយលោកហ៊ុនសែនជាមួយនឹងវៀងកូថាច់ឆ្នាំ82លុបអានឹងចោលលុបអានឹងដំបូងគឺលុបចោលកិច្ចព្រមព្រៀងណាដែលផ្ទុយពីផលប្រយោជន៍ទី2ប្រកាសដែនសមុទ្រខ្មែរតាមច្បាប់សមុទ្រអន្តរជាតិ UNCLOS ប្រកាសដែនសមុទ្រខ្មែរទៅតាម UNCLOS ហើយធ្វើសច្ចាប័ន UNCLOS អញ្ចឹងខ្ញុំសរសេរជូនដំណោះស្រាយទី1ប្រើព្រមព្រៀងក្រុងប៉ារីដែលខ្លួនកង្វត់ចោលមកលុបមួយណាដែលខ្លួនខំប្រឹងយកទៅកាត់អាចយកមកវិញណាទី2អូខេប៉ុណ្ណឹងអាហ្នឹងគឺការដោះស្រាយទី1កិច្ចព្រមព្រៀងទីក្រុងប៉ារីយកមកលុបអាមួយខ្ញុំចង្អុលមិញនឹងចោលទី2កំណត់ដែនសមុទ្រតាមអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ទី3ធ្វើសច្ចាប័នកម្ពុជាចុះហត្ថលេខាហើយប៉ុន្តែអត់ទាន់ធ្វើសច្ចាប័ន ratify អាហ្នឹងទី4ចងក្រងឯកសារសមុទ្រនិងបញ្ជូនកូនខ្មែរទៅសិក្សានឹងអញ្ចឹងណា4យ៉ាងខ្ពង់រាបដែនសមុទ្រខ្មែរ 95,000 គីឡូម៉ែត្រកាឡា 95,000 គីឡូម៉ែត្រកាឡាតែដែនទឹកក្នុងសម័យសង្គមរាស្ត្រលន់នល់ប៉ុលពតគ្រប់គ្រងយ៉ាងម៉េចដែរគ្រប់គ្រងដោយការប្រកាសដែនសមុទ្រមានន័យថាកម្ពុជាមានបន្ទាត់មូលដ្ឋានច្បាស់លាស់មានដែនខ្ពង់រាបច្បាស់លាស់អាហ្នឹងអញ្ចឹងនគរខ្មែរតើដែនទឹកប្រវត្តិសាស្ត្រខ្មែរវៀតណាមអាចលុបចោលបានទេលុបបានតែលោកហ៊ុនសែនគាត់អត់លុបអត់មានអីបញ្យល់ទេគឺប្រើឯកសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីឯកសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីមានដូចតទៅឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីមានដូចតទៅឯកសារទី1គេហៅថាសេចក្តីប្រកាសចុងក្រោយនៃសន្និបាតអន្តរជាតិស្តីពីកម្ពុជាឯកសារទី2កិច្ចព្រមព្រៀងសពមុខដោះស្រាយបញ្ហានយោបាយលើទំនាស់កម្ពុជានិងឯកសារទី2ឯកសារទី3
កិច្ចព្រមព្រៀងតាក់ទងនឹងអធិបតេយ្យភាពឯករាជ្យភាពបូរណភាពដែនទឹកដីនិងភាពមិនអាចរំលោភបានអព្យាក្រឹតភាពនិងសាមគ្គីភាពនៃកម្ពុជាឯកសារទី3នេះយកអានេះមកលុបយកអាហ្នឹងមកលុបរបស់ដែលយើងប៉ះពាល់ដល់ប្រយោជន៍យើងយកឯកសារនេះមកលុបណាឯកសារទី4គឺសេចក្តីប្រកាសស្ដារនិងកសាងប្រទេសនេះឯកសារនេះ Agreement concerning the sovereignty independence territorial integrity and inviolability neutrality and national unity of Cambodia ឯកសារទី3អូខេយកឯកសារទី3មកប្រើយកឯកសារទី3មកប្រើនេះកិច្ចព្រមព្រៀងតាក់ទងនឹងអធិបតេយ្យភាពឯករាជ្យភាពបូរណភាពដែនដីនិងភាពមិនត្រូវគេរំលោភបានអព្យាក្រឹតភាពនិងសាមគ្គីភាពជាតិនៃកម្ពុជាឯកសារទី3នេះយកមកប្រើអូខេនឹងតាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមេដឹកនាំខ្មែរហែកចោលដែលមេដឹកនាំខ្មែរហែកចោលគឺតាក់ទងណាហ្នឹងអូខេកិច្ចព្រមព្រៀងទីក្រុងប៉ារីសចាប់កំណើតចេញពីសន្និសីទអន្តរជាតិទីក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជាដែលបានរៀបចំធ្វើនៅប្រទេសបារាំងមានសហប្រធានគឺបារាំងនិងឥណ្ឌូនេស៊ីសន្និសីទនេះបានចាប់ធ្វើថ្ងៃទី30កក្កដាដល់ថ្ងៃទី30សីហា1989មានប្រទេសចំនួន19បូកនឹងភាគីខ្មែរ4ភាគីចូលរួមនេះគឺជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងតាក់ទងចឹងបងប្អូនអូខេសេងឡុងផេងលោកពូធ្លាប់និយាយថាសន្ធិសញ្ញាទីក្រុងប៉ារីសមិនអាចជួយបានពីព្រោះមេដឹកនាំខ្មែរហែកកវត្តចោលយល់ទេកូនឥឡូវចាំពូបញ្យល់សួរនឹងល្អណាស់ព្រំដែនគោកជាមួយកម្ពុជាវៀតណាមចាប់ផ្ដើមឡើងឆ្នាំ1983មានលក្ខន្តិកៈព្រំដែន83កិច្ចព្រមព្រៀងធ្វើព្រំដែន83សន្ធិសញ្ញា85សន្ធិសញ្ញាបន្ថែម2005ពិធីសារបន្ថែមឆ្នាំ2019មាន5កិច្ចព្រមព្រៀងជាមួយវៀតណាមរាប់ម្ដងទៀតណាកូនណាលក្ខន្តិកៈព្រំដែនឆ្នាំ83កិច្ចព្រមព្រៀងព្រំដែន83សន្ធិសញ្ញាព្រំដែនគោក85សន្ធិសញ្ញាបន្ថែមព្រំដែនគោក2005ពិធីសារផ្លាស់ប្ដូរផែនទី2019 5ឯកសារដែលលោកហ៊ុនសែនចុះហត្ថលេខា5អត់ព្រមលុបវាចោលទេដូច្នេះបើយើងយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសឯកសារទី3យកទៅលុបចោលព្រំដែនជាមួយវៀតណាមលុបអត់បានទេស្ដាប់តន់ទេសេងឡុងផេងព្រំដែនគោកលុបអត់បានទេអង្គរខ្លាយជាបាយស៊ីហើយជួអាចចេញមកដាក់ប្រគុណអស់ទោះបីព្រំដែនធ្វើមិនហើយក៏ដោយក៏លុបអត់បានដែរពីព្រោះលោកហ៊ុនសែនអត់លុបឆ្នាំ7អត់លុបលក្ខន្តិកៈចោលអត់លុបកិច្ចព្រមព្រៀង83ចោលអត់លុបសន្ធិសញ្ញា85ចោលលោកហ៊ុនសែនដំដែកគោលថែមឆ្នាំ2005ហើយលោកហ៊ុនសែនដំដែកគោលថែម2019អត់មានលុបបានទេស្ដាប់បាននៅសេងឡុងអូខេចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកទៅប្រើជាមួយថៃទេអត់មានអីប្រើជាមួយថៃព្រោះអត់មានកិច្ចព្រមព្រៀងអញ្ចឹងប្រើអត់បានទេស្ដាប់បានទេសេងឡុងស្ដាប់បានទេសេងឡុងផេងបងប្អូនដែលឆ្ងល់សេងឡុងផេងសួរល្អឆ្លើយឲ្យយល់ស្ដាប់បានទេកូនឆ្លើយឲ្យតបមកវិញមកឲ្យដឹងផងតិចលោកខំប្រឹងឆ្លើយខ្យល់ទៅស្អែកហើយមកសួរបដែរទៀតស្ដាប់តើនេះបញ្យល់ម្ដងទៀត
កាច់ព្រមព្រៀងទីក្រុងប៉ារីប្រើជាមួយថៃអត់បានទេពីព្រោះវាគ្មានអីលុបវាអត់មានអីលុបវាអត់មានអីលុបកាលណាវាអត់មានអីលុបអត់មានប្រើបានទេពីព្រោះកាច់ព្រមព្រៀងទីក្រុងប៉ារីអត់ធានាអធិបតេយ្យបូរណភាពទេអូខេបន្តមកទៀតចុះព្រំដែនគោកជាមួយនឹងវៀតណាមលុបបានទេលុបអត់បានទេលុបអត់បានទេអង្គទៅជាបាយស៊ីឲ្យជុះអាចឲ្យយកអាចនឹងទៅធ្វើជាលុបអត់បានលុបឡើងបានអូខេហើយចុះអានេះលុបបានទេតែទឹកប្រវត្តិសាស្ត្រលុបបានទេនេះអានឹងលុបបានអានឹងលុបបានកិច្ចព្រមព្រៀងបង្កើតដែនទឹកប្រវត្តិសាស្ត្រថ្ងៃទី7កក្កដាឆ្នាំ82លុបបានអានឹងលុបបានសេងឡុងស្ដាប់បានទេប្រិមិត្តស្ដាប់បានទេកន្លែងខ្លះយកមកលុបបានកន្លែងខ្លះលុបលែងបានពីព្រោះអង្គទៅជាបាយស៊ីឲ្យជូអាចហើយសែងអាចទៅធ្វើជីមិនមែនខ្មែរសែងអាចទៅធ្វើជីទេយួនយកអាចទៅធ្វើជីបើទៅរកអាចនៅក្នុងប្រគុណអស់ទៅទៀតយួនយកធ្វើជីតើនរណាអ្នកបំផ្លាញកិច្ចព្រមព្រៀងទីក្រុងប៉ារីមូលហេតុអីបានលុបបានពីព្រោះវាអត់មានទាន់ទៅជាអានេះវានៅជាអង្គមិនទាន់ខ្លាយជាបាយយួនវាច្បាមយកអាហ្នឹងអត់ទាន់បាន 100% អាហ្នឹងបានលុបបានណាយល់ទេស្អីឡងតែអាព្រំដែនគោកនោះអង្គខ្លាយជាបាយស៊ីអស់ជូអាចយួនកើបយកធ្វើជីអស់លីងតែហើយមកវិញដោយសារតែបងអាហ្នឹងវាមកវិញប៉ុន្តែនេះទៅរហូតចប់ចង់ចាប់ដើមអង្គទៅជាបាយយកទៅស៊ីឲ្យជូអាចគេកើបយកទៅធ្វើជីអត់មានកែបានបើខ្មោចវិញគេលើកដាក់ក្តាមជុះគេវាយដៃគោលហើយគេយកទៅដុតហើយគេយកឆ្អឹងបោះចោលក្នុងទឹកទន្លេអានឹងហើយដែលហៅថាយកកាច់ព្រមព្រៀងទីក្រុងប៉ារីមកប្រើមិនបានហើយចុះជាមួយថៃអត់មានព្រមព្រៀងអីសោះទៅធ្វើមិនកើតសូមបីតាអារាំងស៊ីអត់ចេះបញ្យល់ផងពីព្រោះអាចំគួតហ្នឹងមិនដែលយកចិត្តទុកដាក់នឹងខ្មែរទេឆាយីហើយគិតទៅពីសបាយខ្លួនឯងអាគ្នានេះឈឺផងជេរផងថ្ងៃ17ទៅពេទ្យទៀតហើយចូលលូឲ្យគេថតទៀតហើយ17ឥឡូវវានៅសល់5ថ្ងៃទៀតអូខេណាសេងឡុងណាចឹងឆ្លើយហើយបើយើងអាចយកមកប្រើបានតែសៀមនិងយួននឹងឆ្លើយតបវិញថាម៉េចពាក្យថាឆ្លើយប្រើបានចៅឯងសួរអញ្ចឹងឆោតឧទាហរណ៍ថាខ្ញុំមានសិទ្ធិប្តឹងគេខ្ញុំប្តឹងអានឹងរឿងគេតក្តីគ្នាគេមិនដែរសួរអញ្ចឹងទេចាណាសួរអញ្ចឹងដូចចៅឯងទៅតយគេហើយសួរគេសួរទេអាហ្នឹងដៃគូតែ2នាក់ដាក់ទៅជាសួរទេហើយចុះបើគេប្រាប់ថាតតូចចុះបើគេប្រាប់ថាបងឯងតតូចអត់ចូលទេធ្វើម៉េចដែរអញ្ចឹងប៉ាពាក់កណ្ដាលទីដើរចេញធ្វើមុខជូរសួរអញ្ចឹងសួរអត់ទៅទេកូនរៀនអត់ឆ្លាតណាស់គឺអាណាគេសួរអញ្ចឹងគេត្រូវខំប្រឹងធ្វើតែចេះសួរគេទួលទេអត់សួរទេតូចពេកហើយតុនទៀតអត់សួរទេអញ្ចឹងអូខេអត់ចូលទេដើរចាញ់ធ្វើមុខមិនតប់ណាណាគេដែរអញ្ចឹងយើងប្រើសិទ្ធិរបស់យើងដើម្បីដោះស្រាយបញ្ហាយើងរឿងថៃរឿងយួនវាគិតអាម៉េចអាហ្នឹងយើងក៏ចេះទៅតាមក្តីទៅតាមហ្នឹងណាអាហ្នឹងអញ្ចឹងម៉េចកូនណាកូនតម្លាញហើយកូនតម្លាញអញ្ចឹងចាំមើលសម្ដេចលុបអត់ទេអត់លុបទេកូនអត់លុបទេគាត់មិនលុបទេគាត់មិនលុបទេស្អីឡងអើយហេងតែសន្ធិសញ្ញាហ្នឹងគាត់ធ្វើឡើងពីភាគីឬមានអ្នកដឹងឮចុះតាយកមកនិយាយតាដឹងឮដែរតា
ta đang lưu thà năm bài giờ với yun về tuột tá CPP hay yun về can cặp sọc mày ở vậy đây yun về ao hình làm rân hôn sai chia sâm chỉ nhé cứ thật là cắm ca cục rong bảo vệ đại phía sau ông lấy cái hai thật duress cứ thật là nóng các cục rong bảo kê những ai lúc chào bạn sọc hình ở sọc hằng bạn ta lúc ta vô tha quạt trong sái rồi mình hiện sái quạt mình trong sái đây quạt mình trong sái đây lúc pu chẳng cọt cốt dương ai tiêm tê ban môi chấm này ư tế bà tam sẽ bạp đàn một lúc pu áp bà này dương ai cầm nát đàn cuồng riệp ở cuồng lơ đàn tật thay dương ai bà ca không riệp dương ở cuồng làm bay cho cha cái này tại chúng tôi có áp bàn màu để à vậy để tranh bị phun chăm diêm chua tới sầm mất từ rốt chấm nát quốc nơi cọt cột cứ chia tầm rồi chia projection chia directional coordinate mình men bạc cả tha cọt cột chia bộ nạp phép đại đầy bạc mày thế nè anh đang tẹt tông này nè tẹt tông này còn hành tịch một lần chọc mình bằng hành tế còn mình vô rồi miền thì mình miền cho mình đăng đây nè mình đăng tham miền thì mình miền để ok ở trăm vào đây ok miền tích còn ở bên vô tích bên vô mình ở đây bộ rèn si nó nên dây tiền tiền cọt cột anh ấy nó vô bài thưa ba cái cam tiền cọt cột nó cứ sầm lạp luôn anh bộ rèn si từng là tiền cọt cột thưa ba cái cam bên này đấy nhá cứ sầm lạp luôn anh hai anh em bỏ sai thà cọt cột kẹt ra chỉ là bọt mai ấy đó nè đòi xa projection nè đòi xa directional nè cái tọt nè nè đại xây ở nút cô nè tại không prang tiềm tê tại xây ở nút quạt bong trao luôn nó cả không prang tiềm tê tại hôm sáng quạt bong trao còn chẳng ta là có tay chị bái và tay chị bọc kì lấy dưới cái lấy mơ những cái lấy mơ cho nó nhìn tịch nè cái lấy mơ cho nó nhìn tịch là bây giờ chưa nick cứ chia bằng tốt để dún ai hình dòng rừng cục dún về ai hình dòng rừng cục đấy ok chân bị phun chăm diêm đấy về ai cúp chóp nâng có đấy có cô rồi vì chia có đại chia có xong con mông muối dún về ai hình dòng rừng cục hả này năm bay sập pi ngay đi sang sập cả cái đó về ao anh mình cũng năng ai ta hen con miền nè che hai ta sầm này nè quát cú tam với cả con chia bạch thiên rồi cái vốn đại cùng này cứ chia bằng toát mua là tháng bay sập pi cả straight baseline này cứ chia bằng toát rồi bọc thay về rung thà pung riệp đại sầm một máy pung riệp đại sầm một ấy mà tao này phung riết đánh cho một thái mà tao này anh đi chếp bằng tốt để thay về rồi nè thay về rồi anh đi chếp directional line rồi bóc bà răng cá về prom priêng cho mũi xiêm đấy anh đi viết chếp directional line đại việt phư sản thị sinh nha mà con của bố nói của pơ là đại cô cái này là đại cô cái này là đầy cột này anh đi về chiếc directional line tại đó chấm nói ô môi này cọt cột anh đi cọt cột ok anh đi cọt cột anh đi về chiếc directional line cái hai thác chấm nói đầm roi anh đi dún ao hay nhầm rắn cọt cu anh đi thay việc bọc màu nhầm đặt ruột nhé ok anh đi cứ chụp thay ti bọc thay đại việtประกาศ internal voter ណាផែនទីនេះបើតាមខ្ញុំចាំគឺធ្វើឡើងនៅក្នុងរដ្ឋាភិបាលឧត្តមសេនីយ៍ថ្នមគិតិកាជន់ឆ្នាំ83ប្រហែលជា80សូមទោស73ណាវាជា chart show straight baseline and international voter
ដែលនៅក្នុងនឹងថៃវាធ្វើសេចក្តីប្រកាសនៅក្នុងរដ្ឋាភិបាលឧត្តមសេនីយ៍ថ្នមគិតិកាជាន់ដូចឆ្នាំ73នៅពេលហ្នឹងដោយសារថៃឡង់វាឃើញលោកលន់នល់ប្រើផែនទីបារាំងប្រើផែនទីនាវាចរបារាំងប្រកាសខ្ពង់រាបដែនសមុទ្រខ្មែរប្រកាសខ្ពង់រាបដែនសមុទ្រខ្មែរនេះលោកលន់នល់ក៏ប្រកាសអានេះណាក៏ធ្វើអាដេក្រេពតង់ delimitation ដោយផ្លាតូកុងទីណាំតាខ្មែរណាក្រាត់ស្ដីពីការប្រកាសកំណត់ព្រំប្រទល់ខ្ពង់រាបដែនសមុទ្រហ្នឹងដោយសារតែលោកលន់នល់ធ្វើអាហ្នឹងឧត្តមសេនីយ៍ថ្នមគិតិកាជាន់រដ្ឋាភិបាលរបស់ឧត្តមសេនីយ៍ថ្នមគិតិកាជាន់វាចាញ់ផែនទីនេះមកដល់វាចាញ់ផែនទីនេះមកវាបង្កើតគេហៅថា group baseline ដែលគេដាក់ថាបរិវេណទី1អានេះគឺជាបន្ទាត់មូលដ្ឋានជាក្រុមគេយកមុំអងដឺទ្រកាត់សែងស៊ីសេកគេយកមុំលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7គេបង្កើតបរិវេណនៃបន្ទាត់មូលដ្ឋាននេះក៏គាត់វាឆ្លើយតបនឹងលន់នល់ឆ្នាំ73នេះគឺជារូបធំជាងមុននៅក្នុងបរិវេណ Area 1 baseline គេហៅថាបរិវេណទី1នៃបន្ទាត់មូលដ្ឋាន Thailand Strait Baseline Claim Area number 1គេគូសពីភូមិចាំជាមចេញមកយកពងលេខ7អងដឺទ្រកាត់សែងស៊ីសេ1 2 3 4 5 6 7ថ្នមគិតិកាជាន់បានធ្វើសេចក្តីប្រកាសអានេះក៏គុតអានេះក៏រងអានេះក៏ចាងបង្កើតនៅរបស់មួយដែលហៅថាបរិវេណទី1គឺ Area 1 Baseline ណាដែលប្រកាសចេញនៅក្នុងខែមិថុនាឆ្នាំ70វារុញឆ្នាំថយក្រោយដើម្បីយកឈ្នះយើងណាវាប្រកាសអានេះរហូតមកដល់ឥឡូវដោយសារតែវាមានអា baseline នេះវាត្រូវវាស់22គីឡូចាញ់ចេះវាត្រូវវាស់44គីឡូចាញ់ចេះអញ្ចឹងវាស៊ីយកដែនទឹកហ្នឹងនៅពេលដែលខាងលោកហ៊ុនសែនបោះបង់ចោលការប្រកាសពងរាបអានេះក៏គុតនេះគឺកោះគុតអដែលដែលជាផែនទីរបស់សៀមចំណុច1 2 3 4 5 6 7យកដល់ចំណុច8ភូមិចាំយាមសៀមវាបង្កើតបរិវេណទី1នេះកោះគុតកោះស្អីនៅនោះវាបង្កើតអាហ្នឹងអញ្ចឹងលោកហ៊ុនសែនគាត់បោះបង់ចោលអាសេចក្តីប្រកាសរបស់សាធារណរដ្ឋឆ្នាំ72សៀមវាយកអាហ្នឹងមកពង្រឹងបង្កើតបានចំណុចមួយទៀតហៅថា8នេះគឺជាយាមការបស់វាជា coordinate point របស់វាណានេះគឺជា coordinate turning point របស់វាណាឃើញទេនេះថៃវាធ្វើបានជាសប្ងៃហ្នឹងអាចក្រពងភូវនាតហ្នឹងវាត្រូវការយកអាដែនសមុទ្រហ្នឹងតទៅបាននេះគឺជារូបភាពធំដែលតាក់ទងនឹង baseline ក្រុមទី1 baseline ក្រុមទី4 baseline ក្រុមទី2ដែលទល់មុខនឹងកម្ពុជាអានេះកម្ពុជាយើងគិតមើល baseline វាវាស់ដល់ប៉ុណ្ណឹងយើងគិតមើលខ្មែរទៅប៉ុណ្ណេះអានេះដែនទឹកខ្មែរវាយកតិចនេះគឺជារបស់ដែលសៀមវាធ្វើណានេះអាបន្ទាត់ក្រហមនេះជាបន្ទាត់ខ្ពង់រាបដែនសមុទ្រខ្មែរដោយយកចំណុចបារាំងធ្វើ direction យកមកអះអាងមិនទៀមទាកោះកុដទេប៉ុន្តែវាស់ខ្ពង់រាបដែនសមុទ្រឲ្យគង់ទៅលើថៃដើម្បីចរចាឆ្នាំ72លំនៅធ្វើអានេះហ៊ុនសែនគាត់ថាបើយើងកាន់កាប់មិនបានមិនមែនរបស់យើងទេ
នេះទស្សនៈហ៊ុនសែនទស្សនៈលន់នល់ថាបើយើងកាន់កាប់មិនបានក៏យើងត្រូវតែប្រកាសដែរដើម្បីយកចំណុចតបានបងប្អូនគិតខ្លួនឯងទៅមេដឹកនាំខ្មែរ2នាក់ហ៊ុនសែនហើយនឹងលន់នល់ក៏ថាទោះបីយើងកាន់មិនបានក៏ដោយយើងត្រូវប្រើឯកសារប្រវត្តិសាស្ត្រដើម្បីប្រកាសខ្ពង់រាបចំណែកហ៊ុនសែនណាបើមិនដែលបានកាន់កាប់ទេគ្មានបានការទេឥឡូវយកពីហ្នឹងទៅអាណាមួយសាច់តបងប្អូនយកទេនេះគឺកោះកុដចំណុចក្រហមនេះគឺជាបន្ទាត់ដែនខ្ពង់រាបឆ្នាំ72ដែនសមុទ្រកម្ពុជាផ្អែកលើកិច្ចព្រមព្រៀងបារាំងសៀម23មីនា1907ការកំណត់បន្ទាត់មូលដ្ឋាន baseline និងការកំណត់ដែនសមុទ្របូរណភាពអញ្ចឹងចំណុចភូមិច័ន្ទយាមនេះវាត្រូវតែខ្មែរខំប្រឹងធ្វើយ៉ាងម៉េចណារីឯកោះកុដពួកសំរងស៊ីយល់ថាកោះកុដពាក់កណ្ដាលជារបស់ខ្មែរដោយពឹងទៅលើ directional point កំសក់និយាយអញ្ចឹងសំអាននិយាយអញ្ចឹងតែខ្ញុំថាអានឹងជាចំណុចតម្រុយណាតែតាំងពី53មកសេនុវាចោលមកទៀតវាអត់ព្រមពង្រឹងដែនសមុទ្រឲ្យច្បាស់លាស់ដល់អញ្ចឹងទៅអាកោះកុដនឹងវាคล้ายទៅជាបាយទៅហើយបច្ចុប្បន្នគឺនៅក្នុងពូណភាពដែនដីថៃអានឹងអញ្ចឹងពីព្រោះអីពីព្រោះអាបន្ទាត់នេះជាបន្ទាត់តម្រុយវាទល់តែកម្ពុជាបានឯករាជ្យហើយពង្រឹងណាបើមិនពង្រឹងគឺអត់មានអាចទាមទារបានទេរីឯបន្ទាត់ដែលខ្ញុំបង្ហាញពណ៌ក្រហមនេះគឺខ្ពង់រាបដែនសមុទ្រដែលលន់នល់គាត់ប្រកាសឲ្យគោមវាមានបច្ចេកទេសគ្នាគោមគ្នាអាហ្នឹងវាមានតកតងអញ្ចឹងណាកលេចមើលសារថ្មីបន្ទាត់ផ្ទៃមេឃបង្ហាញខ្ពង់រាបដែនសមុទ្រកម្ពុជាអានេះផ្ទៃមេឃអូខេណាបន្ទាត់ការឈូកបង្ហាញការទៀមទារបស់ Thailand បន្ទាត់ក្រហមយួនឲ្យហើយនឹងរឹងគូសអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្ត3នាទីទៀតណាពួករាំងស៊ីដែលទៀមទាកោះកុដហ្នឹងណាកំពុងតែបំផ្លាញខ្លួនឯងមានន័យថាម៉េចកោះកុដមិនមែនមិនចង់បានទេប៉ុន្តែត្រូវប្រយ័ត្នសិក្សាឲ្យច្បាស់មិនមែនខ្ញុំអត់ចង់បានកោះកុដទេប៉ុន្តែសិក្សាឲ្យច្បាស់សិនពួកអារាំងស៊ីវាឲ្យគ្នាវាស្រែកជេររឿងកោះកុដអ្នកណាក៏ដោយឲ្យតែបាតកម្មរឿងកោះកុដចូលស្រុកថៃចាប់អញ្ចឹងមានន័យថាអារាំងស៊ីវាដុតស្ពានចោលអារាំងស៊ីវាបំរើហ៊ុនសែនវាដុតស្ពានចោលបងមូសុកហួរឡើងងើមែនតែនអញ្ចឹងឲ្យតែបពុអារាំងស៊ីជន់ដីថៃគឺគេចាប់ដាក់គុកមានន័យថាអារាំងស៊ីមុននឹងវាចូលនិវត្តន៍វាដុតស្ពានទាំងអស់ចោលដើម្បីលោកហ៊ុនសែនកាន់ណាច់គឺវាបំរើលោកហ៊ុនសែនហើយអ្នកដែលធ្វើបាតកម្មកោះកុដនឹងអត់ដឹងខ្យល់អីទេនយោបាយគេអត់ដែលដុតស្ពានចោលទេដល់បានទេនេះហើយដែលពួកនឹងអត់យល់សម្ដីខ្ញុំទេឆ្ងល់ថាម៉េចក៏ខ្ញុំនិយាយអញ្ចឹងអារាំងស៊ីគឺពិតជាបំរើលោកហ៊ុនសែន